គេថាយកអាមេរិកយកសាច់គោយកចិនយកស្ពៃខ្ញុំយល់គេថាសាច់គោមានជីវជាតិបើកម្លាំងតែស្ពៃមិនសូវមានជីវជាតិជាបន្លែហើយខ្ញុំមើលអាខមមិនហ្នឹងខ្ញុំមើលអ្នកដាក់ចូលមួយគេមានអ្នកគាំទ្រទាំងសងខាងអ្នកមួយគេថាអត់បន្លែអ្នកមួយទៀតគេថាត្រូវហើយសាច់គោឆ្ងាញ់ប៉ុន្តែជាតិខ្លាញ់សុទ្ធប្រយ័ត្នលើសខ្លាញ់ងាប់ឆាប់ស្ពៃជាបន្លែសុខភាពល្អរស់យូរបាទអញ្ចឹងទស្សនៈទាំងសងខាងហើយសួរកម្ពុជារើសស្អីស្ពៃឬបន្លែយើងរើសទាំងពីរបាទគ្មានពីណាមកភ្ជង់យើងបំបត្តិសិទ្ធយើងឲ្យរើសបន្លែឬសាច់គោនោះទេយើងត្រូវរើសទាំងពីរព្រោះយើងគិតគូរពីសុខភាពរបស់យើងសុខភាពរបស់យើងគឺសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់កម្ពុជារបស់ប្រជាជនយើងនេះដែលយើងត្រូវរើសអ្នកណារើសស្ពៃរើសទៅអ្នកណារើសគោរើសទៅយើងយកទាំងពីរយកទាំងជីវភាពទាំងកាឡូរីខ្ពស់បូកជាមួយនឹងសុខភាពល្អថែមបន្លែមកទៀតដើម្បីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើងនេះគឺជាការរើសរបស់រាជរដ្ឋាភិបាលហើយកម្ពុជាមានឯករាជ្យអធិបតេយ្យភាពក្នុងការសម្រេចចិត្តតខ្លួនគ្មានពីណាមកដាក់សម្ពាធរបស់យើងបាទទេខ្ញុំសូមបញ្ជាក់